ជំរាបសួរនៅក្នុងវីដេអូនេះខ្ញុំចង់ណែនាំអំពីរបៀប set up លើកម្មវិធី NetBlock របស់កូនបន្ទាប់ពីភ្ជាប់គ្នារួចយើងត្រូវធ្វើការអនុញ្ញាតសិទ្ធិមួយចំនួនលើទូរស័ព្ទដៃកូនជាមុនសិនអញ្ចឹងដំបូងយើងត្រូវអនុញ្ញាតសិទ្ធិ accessibility សូមចុចលើវារួចស្វែងរកកម្មវិធី NetBlock Client ហើយទាញបើកប៊ូតុងនៅទីនេះទូរស័ព្ទនឹងលោតផ្ទាំងប្រកាសអាសន្នប៉ុន្តែកុំបារម្ភវាគ្រាន់តែជាប្រព័ន្ធសុវត្ថិភាពទូទៅប៉ុណ្ណោះសូមគូស tick យល់ព្រមរងចាំបន្តិចរួចចុច OK បន្ទាប់មកទីនេះគឺជាសិទ្ធិនៃការគ្រប់គ្រងប្រើប្រាស់ឬក៏ usage access ការអនុវត្តបន្ទាប់គឺ usage access នេះដែលជួយឲ្យមាតាបិតាដឹងថាកូនកំពុងប្រើប្រាស់កម្មវិធីអ្វីខ្លះសូមចុចចូលស្វែងរកឈ្មោះ NetBlock Client រួចទាញបើកសិទ្ធិអនុញ្ញាតជាការស្រេចហើយនៅជំហានបន្ទាប់ទៀតគឺកន្លែងជូនដំណឹង notification access បន្ទាប់មកទៀតគឺការអនុញ្ញាតការជូនដំណឹងនេះហើយសូមស្វែងរកកម្មវិធី NetBlock Client ដូចមុនរួចចុចបើកធ្វើដូចជំហានទី1ដែរចាំតិចទៅហើយវានឹងដំណើរការហើយបង្ហាញពីអេក្រង់នៅកន្លែងចំណុចបន្ទាប់នេះគឺ display over other apps ចំណុចនេះសំខាន់ណាស់យើងត្រូវអនុញ្ញាតឲ្យកម្មវិធីអាចបង្ហាញខ្លួនលើអេក្រង់បានដើម្បីឲ្យវាអាចលោតផ្ទាំងចាក់សោពេលកូនលេងដល់ម៉ោងកំណត់សូមចុចលើប៊ូតុងបើកលើ NetBlock Client ទៅជាការស្រេចហើយចំណុចបន្ទាប់ទៀតគឺដំណើរការផ្នែកផ្ទៃខាងក្រោយឬក៏ battery restrictions នៅកន្លែងនេះគឺដើម្បីកុំឲ្យទូរស័ព្ទបិទកម្មវិធីនេះដោយស្វ័យប្រវត្តិយើងត្រូវជ្រើសរើសយកពាក្យថា no restrictions ឬគ្មានការរឹតបន្តឹងត្រង់មុខងារសន្សំសំចៃថ្មចំណុចបន្ទាប់គឺការកំណត់ទីតាំង location access សម្រាប់ការតាមដានទីតាំងសូមជ្រើសរើសយកជម្រើស while using the app ឬពេលកំពុងប្រើកម្មវិធីដើម្បីឲ្យអ្នកអាចដឹងពីទីតាំងសុវត្ថិភាពរបស់កូនចំណុចបន្ទាប់ទៀតគឺ device admin ឬសិទ្ធិអ្នកគ្រប់គ្រងហ្នឹងជំហានបន្ទាប់គឺការបើកសិទ្ធិ device admin ដើម្បីការពារកុំឲ្យកូនអាចលុបកម្មវិធីនេះចេញបានដោយគ្មានការអនុញ្ញាតសូមចុច active រងចាំបន្តិចនោះជាការស្រេចហើយដំណើរការស្វ័យប្រវត្តិផងដែរកន្លែង auto start ចុងក្រោយគេគឺការបើកមុខងារ auto start សូមទាញបើកប៊ូតុងត្រង់កន្លែងបើកប៊ូតុង NetBlock Client ដែលមានពណ៌ខៀវហ្នឹងទៅដើម្បីបើកកម្មវិធីឲ្យវាដំណើរការជានិច្ចនោះជាការស្រេចចុងបញ្ចប់នេះគឺអបអរសាទរការដំឡើងទទួលបានជោគជ័យហើយពេលនេះនៅលើទូរស័ព្ទដៃឪពុកម្ដាយអ្នកនឹងចាប់ផ្ដើមឃើញទិន្នន័យនៃការប្រើប្រាស់របស់កូនលោតបង្ហាញឡើងយ៉ាងច្បាស់សូមអរគុណដែលបានជ្រើសរើស NetBlock